ចាពុកម៉ែបងប្អូនដែលកំពុងតែចិញ្ចឹមប្រកបមុខរបរផ្សេងឬក៏ចង់ចិញ្ចឹមខ្យងមីជប៉ុនណាបងប្អូនមើលពីការដាក់ចំណីរបស់នាងខ្ញុំគឺនាងខ្ញុំដាក់ប្រភេទជាននោងផ្លែននោងដែលដាំដោយខ្លួនឯងគឺអត់មានស្ប្រាសារជាតិគីមីទេប្រសិនបើបងប្អូនទិញននោងពីផ្សារពីអីមកជួនកាលវាអាចមានការប្រើថ្នាំគីមីថ្នាំរក្សាទុកអីផ្សេងអញ្ចឹងវាអាចធ្វើឲ្យខ្យងនឹងអាក់ពងមិនសូវពងទេតែប្រសិនបើបងប្អូនមានបន្លែធម្មជាតិដូចជាននោងធម្មជាតិដែលយើងដាំខ្លួនឯងមិនមានប្រើថ្នាំមិនមានប្រើថ្នាំជីបំពន់អីខ្លាំងគឺបងប្អូនអាចទទួលបានទិន្នផលច្រើនពីខ្យងនឹងមែនតើហើយការរីកធំធាត់លូតលាស់ហ្នឹងក៏វាល្អសុខភាពខ្យងក៏ល្អហើយការបញ្ចេញពងមកហ្នឹងក៏ច្រើនដែរបងប្អូនសំខាន់គឺការដាក់ចំណីហ្នឹងធ្វើមិនឲ្យទៀងទាត់ហើយក្នុងការដាក់ចំណីឲ្យខ្យងមីជប៉ុនបងប្អូនដាក់ដូចនាងខ្ញុំចឹងទៅគឺដាក់តាមគៀនណាបងប្អូនគៀនធំហ្នឹងនាងខ្ញុំអត់បានថតពេញទេដោយសារតែខ្ញុំដាក់កាមេរ៉ាចោលអញ្ចឹងហើយក៏ខ្ញុំដាក់ថតនៅមួយដុំអញ្ចឹងណាបងប្អូនចាអញ្ចឹងបងប្អូនឃើញហើយគឺខ្យងវាចាប់ផ្ដើមវាមកឡើងមកស៊ីហើយកុំដាក់ទឹកកដាទឹកបងប្អូនក៏វាអាចធ្វើឲ្យខូចទឹកលឿនដែរចាយើងដាក់មកគៀនមកដោយសារតែខ្យងវាងាយស្រួលតោងឡើងហើយវាចាប់ចំណីស៊ីបានលឿនតែកាលណាចំណីដែលវាស៊ីនឹងសល់លើសពី2ម៉ោងគឺទឹករបស់យើងគឺចាប់ផ្ដើមធំក្លិនហើយបងប្អូនចាប់ផ្ដើមនិយាយទៅវាឆាប់ខូចទឹកហ៎បងប្អូនអញ្ចឹងយើងធ្វើមិនលេខបរិមាណក្នុងការដាក់ឲ្យខ្យងស៊ីហ្នឹងគឺត្រូវតែឲ្យវាស៊ីឲ្យអស់ក្នុងរយៈពេលខ្លីហើយកុំឲ្យសល់កាកសំណល់ច្រើនពេកបងប្អូនចាទៅសល់កាកសំណល់ច្រើនខូចទឹកហើយអញ្ចឹងត្រូវធ្វើការផ្លាស់ប្ដូរទឹកឲ្យបានទៀងទាត់នឹងឲ្យតាន់ពេលវេលាបើសិនមកទឹកស្អុយឬក៏ទឹកមានបញ្ហាអីផ្សេងខ្យងបងប្អូននឹងងាប់ហើយក៏ធ្វើឲ្យខ្យងផ្សេងទៀតដែលមិនងាប់ហ្នឹងក៏វាសុខភាពមិនល្អដែរការអាក់ពងហ្នឹងគឺវារយៈពេលយូរដែរអញ្ចឹងណាបងប្អូនចាអញ្ចឹងសូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាចាអរគុណច្រើន